កុមារគ្រប់រូបស័ក្តិសមទទួលបានឱកាសរៀនសូត្រនិងអភិវឌ្ឍសក្តានុពលរបស់ខ្លួនពេញលេញប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានឱកាសដូចគ្នានោះទេសម្រាប់កុមារមួយចំនួននៅសហគមន៍ជនបទការបន្តការសិក្សាការមានភាពក្លាហាននិងជឿជាក់លើខ្លួនឯងគឺជារឿងដ៏លំបាកទៀងធម្មតាហើយសម័យកាលគ្រួសាររបស់ខ្ញុំមានបងប្អូន3នាក់ប្រុសម្នាក់ហើយខ្ញុំជាកូនបងរៀនថ្នាក់ទី6ម្ដាយឪពុករបស់ខ្ញុំចំណាក់ស្រុកសប្តាហ៍ខ្ញុំរស់នៅជាមួយយាយតារបស់ខ្ញុំពេលខ្ញុំមិនទាន់បានជួបអ្នកគ្រូស្ម័គ្រចិត្តជីវិតតារាការសិក្សារបស់ខ្ញុំខ្សោយខ្ញុំអៀនខ្លាចនិងមិនសូវក្លាហានប៉ុន្តែនៅពេលមានវត្តមានយុវជនស្ម័គ្រចិត្តយុវតារានិងការគាំទ្រពីសហគមន៍ការផ្លាស់ប្ដូរចាប់ផ្ដើមកើតឡើងគាត់បានចូលមកអន្តរាគមន៍និងសួរសុខទុក្ខខ្ញុំហើយគាត់លើកទឹកចិត្តរបស់ខ្ញុំគាត់បានបង្រៀនភាសាខ្មែរគណិតវិទ្យាអង់គ្លេសហើយគាត់ក៏បានបង្រៀនរបាំបន្ទាប់មកគាត់បានឲ្យខ្ញុំចូលរួមធ្វើសកម្មភាពជាមួយគាត់ដោយការជួយបង្រៀនក្មេងៗដទៃនោះហើយធ្វើឲ្យខ្ញុំនោះមានភាពក្លាហានជាងមុននៅពេលអនាគតខ្ញុំចង់ក្លាយជាអ្នកបកប្រែភាសាសម្រាប់យុវជនស្ម័គ្រចិត្តយុវតារាកម្ពុជាជោគជ័យដ៏មានន័យបំផុតគឺការឃើញកុមារម្នាក់មានឱកាសរៀនសូត្ររីកចម្រើននិងដើរតាមក្តីស្រមៃរបស់ខ្លួនការដែលមើលឃើញកុមារត្រឡប់ទៅរៀននិងនៅតែបន្តក្តីសម័យរបស់ពួកគេទៀតសម្រាប់ខ្ញុំគឺខ្ញុំសប្បាយចិត្តហើយខ្ញុំគិតថាសម្រាប់កុមារខ្លួនឯងផ្ទាល់នឹងគឺជាក្តីសង្ឃឹមមួយដើម្បីឲ្យពួកគេបន្តធ្វើនិងបន្តរៀនខ្ញុំជឿថាការអប់រំនឹងធ្វើឲ្យកុមារមានជីវិតល្អប្រសើរដែលផ្ដល់ឲ្យពួកគេនៅចំណេះដឹងជំនាញនិងទំនុកចិត្តដើម្បីសម្រេចក្តីសម័យរបស់ពួកគេ